ពេល77 blank your brother spend Christmas with you វាគឺជាប្រយោគសំណួរដែលយើងអាចបកប្រែជាម្ដងសន្សិនថាបងប្អូនប្រុសរបស់អ្នកចំណាយពេលបុណ្យណូអែលជាមួយអ្នកដែរឬទេជម្រើស A has B do C have ហើយនឹង D does សម្រាប់ចម្លើយ A ពាក្យ has មិនត្រឹមត្រូវទេបាទដោយសារតែនៅពីខាងក្រោយ subject your brother ហ្នឹងគឺ verb spend តែ spend ដែលគេឲ្យមកហ្នឹងគឺ spend ទម្រង់ជា verb ដើម verb infinitive គេមិនអាចប្រើគេអស័ព្ទជំនួយ has សំជាមួយនឹង verb infinitive បានទេសម្រាប់ចម្លើយ B ពាក្យ do ការប្រើប្រាស់វាផ្សំជាមួយនឹង verb infinitive អូខេបាទត្រឹមត្រូវអត់បញ្ហាទេបាទអា do ហើយនឹង verb infinitive ហ្នឹងគឺគូបុកវាតែម្ដងអត់មានជំរើសផ្សេងទេតែណាគេអស័ព្ទជំនួយជា form របស់ do verb ត្រូវតែជា infinitive ប៉ុន្តែយ៉ាងណាក៏ដោយចម្លើយ B ហ្នឹងនៅតែមិនទាន់ត្រឹមត្រូវគឺវាខុសកន្លែងផ្សេងវាខុសគូជាមួយនឹង subject subject របស់ប្រយោគគឺ your brother បងប្អូនប្រុសរបស់អ្នកដែលយើងគិតជា pronoun វាត្រូវជាមួយ pronoun he គេមិនអាចប្រើ do គូជាមួយ he បានទេបាទវាខុសគូ subject ហើយសម្រាប់ចម្លើយ C ពាក្យ have អត់ត្រឹមត្រូវទេបាទ have នឹងខុសពីកន្លែងបាទខុសទាំងគូជាមួយនឹង subject ខុសទាំងគូជាមួយនឹង verb have គេមិនអាចប្រើគូជាមួយ he បានទេហើយ have ក៏ដូច has ដែរមិនអាចប្រើគូជាមួយនឹង spend ដែលមានទម្រង់ជា infinitive អញ្ចឹងបានទេបាទអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ D ពាក្យ does ហ្នឹងគឺជា form មួយរបស់ do តែ verb ទៅគូជាមួយវាគឺ verb ទម្រង់ជា infinitive អញ្ចឹង verb ត្រូវគូហើយបាទហើយ subject របស់វាដែលត្រូវជាមួយ pronoun he ក៏គូជាមួយ does ហ្នឹងដែរបាទអញ្ចឹងជាមួយ verb ក៏ត្រូវជាមួយ subject ក៏ត្រូវហ្នឹងហើយគឺជាមូលហេតុដែលចម្លើយ D ពាក្យ does ហ្នឹងគឺជាចម្លើយត្រឹមត្រូវអញ្ចឹងប្រយោគដែលបានគឺ Does your brother spend Christmas with you តែបានថាតើបងប្អូនប្រុសរបស់អ្នកចំណាយពេលវេលាបុណ្យណូអែលជាមួយអ្នកដែរទេ